បាទសួស្តីបងប្អូនថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយការពលឹកមុនខ្ញុំបានបង្ហាញទៅលើការ copy ក៏ដូចជា paste sheet ចឹងថ្ងៃនេះគឺខ្ញុំសូមបង្ហាញទៅលើការលាក់ជួរ column ឬក៏ជួរ date row ចឹងទៅណាមានន័យថា high ហើយនិង unhigh ណានេះគឺដំបូងខ្ញុំបង្ហាញពីរបៀបនៃការ high សិនហើយទី2គឺខ្ញុំបង្ហាញពីរបៀបអានហើយវិញមានន័យថាលាក់ហើយនឹងយើងរកឃើញវិញអញ្ចឹងណាអញ្ចឹងនិយមន័យទៅលើជួឈោមានន័យថាការលាក់ទៅលើជួឈោទី1គឺយើងដាក់ម៉ៅឲ្យចំលើឈ្មោះជួឈោរួចទាញរួច select ណាចំនួនជួឈោដែលយើងចង់លាក់ហ្នឹងទៅហើយទី2គឺយើងម៉ៅស្ដាំទៅលើជួឈោបន្តមកទៀតយើង select បន្តចុចពាក្យថា high ឬក៏ភាសាខ្មែរថាលាក់ណានេះគឺជារូបភាពនៅខាងក្រោមហើយនឹងទី2នេះគឺការលាក់ទៅលើជួរដេកយើងដាក់ម៉ៅទៅលើជួរដេករួច select ដូចតំណឹងជួរឈរដែរបន្តមកទៀតយើងមកស្ដាំលើជួរដេកយើងយកពាក្យថា high ណាអញ្ចឹងនេះគឺជារូបភាពជួរឈរនិងជួរដេកអញ្ចឹងខ្ញុំសូមចូលទៅមួយទៀតគឺអញ្ចឹងនេះគឺជារូបភាពដែលយើងត្រូវអនុវត្តនេះគឺជាទ្រឹស្ដីហើយនេះគឺជាជួរឈរមានន័យថា column អញ្ចឹងទី1របស់យើងគឺយើង select ទៅលើជួរឈរនេះដែលយើងចង់លាក់ប្រមាណហ្នឹងមកបន្តមកទៀតបងប្អូនចុចមកស្ដាំបងប្អូនយកពាក្យថា high ណាហើយនឹងទី2ក៏ដូចគ្នាបងប្អូនចុច select ចឹងមកបងប្អូនយកពាក្យថាhigh ដូចគ្នាមកគឺយើងអាចដោះការលាក់នឹងឃើញហើយចឹងដើម្បីឲ្យបងប្អូនកាន់តែងាយស្រួលក្នុងការយល់ខ្ញុំសូមចូលទៅផ្ទាំងកិច្ចការដើម្បីបង្ហាញបងប្អូនតែម្ដងណាចឹងខ្ញុំចូលមកផ្ទាំងកិច្ចការហើយអញ្ចឹងខ្ញុំចង់លាក់ទៅលើ name នេះមួយគឺនៅត្រង់ column អក្សរ I ហើយនឹងចង់លាក់ទៅលើលេខ8ឬក៏ខ្ញុំចង់លាក់ត្រឹមលេខ8មកដល់លេខ10មកដល់លេខ7ជាមួយនឹងខ្ញុំលាក់ទៅលើ six ឬក៏ខ្ញុំលាក់ទៅលើប្រាក់ខែអញ្ចឹងបងប្អូនដើម្បីលាក់ធ្វើមិនដែរអញ្ចឹងតាមទ្រឹស្ដីរបស់យើងគឺយើងដាក់ select ទៅលើអ្វីចង់លាក់ឬក៏ខ្ញុំ select จากប្រាក់ខែនេះមកបន្តមកទៀតខ្ញុំចុចមកស្ដាំខ្ញុំយកពាក្យថា high ពេលនោះគឺយើងលាក់ហើយខ្ញុំចង់លាក់ទៅលើខាងជួរ row នេះវិញខ្ញុំ select ឧទាហរណ៍ខ្ញុំចង់លាក់ពីលេខ10ខ្ញុំដាក់អញ្ចឹងមកខ្ញុំ select រហូតដល់លេខ7ដែលយើងចង់លាក់បន្តទៅមកស្ដាំខ្ញុំយកពាក្យថា high ពេលនោះគឺខ្ញុំលាក់ទៅលើតនន័យឬក៏លាក់ទៅលើ column ឬក៏ row ដើម្បីដោះវិញបានតែបងប្អូនធ្វើយ៉ាងម៉េចបងប្អូនអត់ពិបាកទេបងប្អូនមើលលេខនេះដើម្បីដឹងថាExcel បងប្អូនឬក៏តនន័យបងប្អូនមានការលាក់ឬក៏អត់លាក់បងប្អូនអាចមើលនៅកន្លែងនេះបាននេះលេខខាងនេះបងប្អូនអាចរាប់ទៅលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7ប៉ុន្តែត្រង់លេខ7គឺបាត់លេខ8លេខ9លេខ10លេខ11អញ្ចឹងបងប្អូនច្បាស់ឲ្យឆ្ងល់ថាបាត់លេខតាណាអញ្ចឹងកន្លែងនេះហើយគឺជាកន្លែងយើងលាក់ទៅលើទិន្នន័យឬក៏លាក់ទៅលើរោដើម្បីដោះបានបងប្អូនគ្រាន់តែចុចចឹងមកយកមកឆ្វេងបងប្អូនឆ្លាច់ចឹងមកបងប្អូនចុចមកស្ដាំបងប្អូនយកពាក្យថា unhide នេះគឺយើងបានមកវិញហើយដើម្បីដឹងថាជួរ column របស់យើងលាក់ឯណាខ្លះចង់បងប្អូនមើលដូចគ្នាបងប្អូនមក A B C D E F G H I J K L M នេះអញ្ចឹងមកដល់កន្លែង M នេះគឺយើងបាត់ណាបាត់ទៅលើអីចឹងទៅប៉ុន្តែមកចន្លោះកន្លែង O នេះទៅចុះបងប្អូនអត់ពិបាកទេឆ្លាច់ដូចគ្នាមកបងប្អូនយកពាក្យថា unhide ពេលនោះគឺបានទិន្នន័យមកដូចគ្នាអញ្ចឹងនេះគឺជារបៀបនៃការលាក់ជួរឈរនិងជួរដេកមានន័យថាលាក់ជួរ column ជាមួយនឹងជួរ row ហើយនឹងដើម្បីដោះឬក៏ដើម្បីរោទៅលើរបៀបនៃគេលាក់ឬក៏យើងអាចដោះបានគឺអត់ខុសគ្នាទេយើងមកស្ដាំដូចគ្នាគ្រាន់តែមួយយកហើយនៅខាងក្រោមយកអានហើយអញ្ចឹងនេះគឺជារបៀបលាក់ហើយនឹងរបៀបដោះការលាក់នឹងយើងរកឃើញអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនតែប៉ុណ្ណឹងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច like ចុច share comment ជាមួយចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗពីការបង្រៀននៃ channel រៀនកុំព្យូទ័រណាអញ្ចឹងជាចុងក្រោយសូមអរគុណនិងសូមជម្រាបលា